របៀបកាត់វីដេអូបែបនេះកាត់យ៉ាងណាតោះយើងទៅមើលទាំងអស់គ្នាដំបូងគឺយើងចូលមកក្នុងកម្មវិធី CapCut រួចហើយជ្រើសរើសយកពាក្យថាគម្រោងថ្មីរួចហើយយើងត្រូវជ្រើសរើសយកវីដេអូរបស់យើងវីដេអូដែលយើងចង់កាត់ជាមួយឧទាហរណ៍ថាខ្ញុំយកវីដេអូមួយនេះអញ្ចឹងយើងត្រូវសេរីសារងវីដេអូរបស់យើងចុះមកក្រោមយើងចង់ដាក់ខាងក្រោមឬក៏ដាក់ខាងលើយើងក៏សេរីទៅតាមហ្នឹងទៅតែបើយើងចង់ដាក់ខាងក្រោមចេះយើងក៏អូសវាចុះមកក្រោមតិចមករួចហើយយើងរកពាក្យថាវីដេអូត្រួតគ្នាចាំទៀតមកហើយយើងជ្រើសរើសយកវីដេអូដែលយើងចង់ដាក់ជាមួយមកឧទាហរណ៍ខ្ញុំយកវីដេអូមួយនេះចឹងវីដេអូនេះវារៀងវែងចឹងយើងត្រូវកាត់វាយើងត្រូវអស់មករហូតមករកពាក្យថាបំលែងនេះបំលែងចុចពាក្យថាបំលែងមករួចយើងចុចពាក្យយើងចុចពាក្យថាបដូរទំហំយើងឃើញណាទំហំតាមក៏ទំហំរបស់វាហ្នឹងគឺត្រូវសងដែរប៉ុន្តែយើងបដូរគឺយើងកាត់វាខ្លីចឹងណាកាត់វាខ្លីប៉ុណ្ណឹងណាហើយយើងចុចគ្រីសទៅនេះយើងមកដាក់មកយើងព្រមបរិយទៅតាមដែលយើងចង់បានហ្នឹងទៅហើយយើងចង់បានប៉ុណ្ណឹងហើយឥឡូវវាត្រូវស្តង់ដារដែលយើងចង់បានហើយយើងពេលដែលយើងធ្វើវីដេអូយកមកកាត់យើងត្រូវមើលដែរថាវីដេអូហ្នឹងវាមានប្រហែលនាទីអញ្ចឹងមានប្រហែលនាទីយើងមើលតាមហ្នឹងទៅហើយយើងធ្វើវីដេអូតម្រូវនឹងវីដេអូរបស់គេហ្នឹងមកដើម្បីឲ្យពេលយើងធ្វើទៅគឺវាបានស្មើគ្នាអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងឯងសម្រាប់បងដែលស្រឡាញ់ចូលចិត្តកុំភ្លេចជួយ like ជួយ share ខមមិនបងអ្នកមួយផងណាជួបគ្នានៅវីដេអូក្រោយអរគុណ